ស្ដីបងប្អូនឃើញវីដេអូនេះហើយកុំទាន់អូសរំលកណាបងប្អូនណាហ្នឹងហើយតោះយើងនាំបងប្អូនទៅមើលពីសកម្មភាពខ្ញុំជ្រាបជើងសក់ហើយនឹងរបៀបកោរជើងសក់អីចឹងណាបងប្អូនហ្នឹងហើយឃើញថាតិចនេះក្នុងការកាត់ក្នុងការជ្រាបគឺខុសៗគ្នាបងប្អូនហ្នឹងហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រាបអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនឃើញម៉ូតសក់នេះហើយជួយខមមិនអ្នកមើលបងប្អូនថាម៉ូតសក់អ្វីដែរអញ្ចឹងណាបងប្អូនណាហ្នឹងហើយតើបងប្អូនឥឡូវឃើញថាយើងចាប់ដើមជ្រាបណាបងប្អូនណានឹងវិធីជ្រាបជាងតាមនេះខុសៗគ្នាបងប្អូនរបៀបកោរបៀបកាត់អីចឹងទៅបងប្អូនអញ្ចឹងទេបានថាអ្នកដៃថ្មីគឺគាត់ឃើញវីដេអូដែលគេផុសហើយឃើញគាត់អាចយកមកកែប្រែនៅចំណុចខ្វះខាតកន្លែងណាឬក៏គាត់ដើម្បីហ្វឹកហាត់បន្ថែមពីចំណេះជំនាញដែលគេបានបង្ហាត់បង្រៀនអីចឹងណាបងប្អូនហ្នឹងហើយយើងយកមកផ្សំគ្នាទៅបងប្អូននៅចំណុចតិចក្នុងការកាត់នីមួយៗក្នុងការកោជ្រឹបនីមួយៗអញ្ចឹងទៅបងប្អូនហ្នឹងហើយដោយសារជាងម្នាក់ៗគឺគាត់កាត់ខុសៗគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងទេនេះគឺជាគំរូល្អមែនទែនសម្រាប់អ្នកដៃថ្មីដែលគាត់តាមរៀនថ្មីអញ្ចឹងណាបងប្អូនអញ្ចឹងបានថាបងប្អូនចំណេះជំនាញបានមកពីការរៀនបងប្អូនតែបើថាគេបង្រៀនហើយយើងអត់យកមករៀនទេមិនចេះបងប្អូនណាអញ្ចឹងទេក៏យើងលួចតិចនៅក្នុងការកាត់របស់ជាងម្នាក់អញ្ចឹងទៅបងប្អូនហើយមើលឃើញថាជាងណាដែលថាកាត់ទៅងាយស្រួលក្នុងការកាត់អីទៅយើងយកមកធ្វើដើម្បីយើងយកមករៀនតាមអីចឹងទៅបងប្អូនហ្នឹងហើយទិញអញ្ចឹងទៅបងប្អូនផ្សំគ្នាអញ្ចឹងទៅបងប្អូនដូចតែខ្ញុំអញ្ចឹងបងប្អូនដំបូងឡើយគឺខ្ញុំមិនចេះទេបងប្អូនគឺខ្ញុំលួចចំណេះពីអ្នកធ្វើវីដេអូអញ្ចឹងណាបងប្អូនណាហ្នឹងហើយដោយសារយើងរៀនពីគ្រូគឺថាយើងរៀនអត់អស់ទេបងប្អូនយើងត្រូវតែមើលវីដេអូពីអ្នកធ្វើមាតិកាអីចឹងណាបងប្អូនហ្នឹងហើយពីអ្នកធ្វើវីដេអូអីចឹងទៅបងប្អូនដើម្បីយកមកបំបែកខ្លួនឯងបងប្អូនណាតិចនៅក្នុងការកាត់តិចនៅក្នុងការកោជ្រឹបអីចឹងណាបងប្អូនហ្នឹងហើយតើបងប្អូនតើយើងបង្វែរអារម្មណ៍ទៅមើលពីសកម្មភាពខ្ញុំកោកាត់ឲ្យបងប្រុសវិញម្ដងបងប្អូនថ្ងៃហ្នឹងឃើញថាម៉ូតសក់ហ្នឹងដែរគឺខ្ញុំហៅថាម៉ូតសក់ឡុងសុងជើងខ្ពស់អញ្ចឹងណាបងប្អូនហ្នឹងហើយសម្រាប់មេហៅថាម៉ូតសក់អ្វីដែរជួយខមមិនខាងក្រៅមកបងប្អូនហ្នឹងហើយគាត់កាត់ហើយគាត់បន្ថែម2ឆ្នូតណាបងប្អូនគឺឆ្នូតខាងឆ្វេងនិងឆ្នូតខាងស្ដាំអញ្ចឹងទៅបងប្អូនដើម្បីដោយសារគាត់ຕົកសក់ពីលើចងអីចឹងណាបងប្អូនហ្នឹងដល់ពេលអញ្ចឹងទៅយើងឆូតអញ្ចឹងវាឃើញស្នាមស្អាតល្អបងប្អូនហ្នឹងហើយជាទម្លាប់ឡើយគឺគាត់ច្រើនតែកោឆ្នូតភ្លីអញ្ចឹងណាបងប្អូនហ្នឹងកោជ្រាបឆ្នូតភ្លីហ្នឹងដើម្បីឲ្យជីងរៀងហ្នឹងមកស្អាតភ្លឹងតែម្ដងបងប្អូនអាហ្នឹងក៏តាមតែភ្ញៀវគាត់កំងទេបងប្អូនហ្នឹងហើយថ្ងៃនេះគឺគាត់សុំបែបតម្លាក់មកមុខបែប style អញ្ចឹងបងប្អូនការ៉េអញ្ចឹងណាបងប្អូនហ្នឹងតែលងសុងកាត់លងសុងជើងខ្ពស់កាត់សក់មុខការ៉េបងប្អូនហ្នឹងបងប្អូនមើលឃើញថាសង្ហាអត់បងប្អូនឡើងក្មេងតែម្ដងពេលតម្លាក់គាត់ថាអើយបងអត់សមទេបងខ្ញុំបកទៅក្រោយវិញគាត់ថាអត់សមនឹងមុខអីចឹងណាបងប្អូនត្រឡប់ដែរគឺច្រើនតែវិញបកទៅក្រោយអីចឹងទៅឬក៏ចងអីចឹងទៅបងប្អូនដល់ពេលតម្លាក់ចេះឃើញក្មេងពេកថាអត់សូវសមអីចឹងណាបងប្អូនហ្នឹងតែសម្រាប់ជាងមើលទៅឃើញថាតម្លាក់ទៅអញ្ចឹងសមបងប្អូននឹងក្មេងតែម្ដងបងប្អូនអ្នកឃើញទេ